បាទស្វាគមន៍បងប្អូនអ្នកគ្នាមកកាន់លំហាត់ទី21មេរៀននេះយើងនិយាយគ្នាអំពីរបៀបធ្វើឆាតយើងនឹងយកលំហាត់4មកធ្វើទី1គឺក្រាបអក្សរទី2គឺក្រាបផ្លិតហើយទី3គឺប្រភេទក្រាបខ្សែឡាញខ្សែវាមាន1និង2ខ្សែបាទយើងចាប់ផ្ដើមជាមួយនឹងក្រាបអក្សរមុនគេហើយតន័យនៅខាងលើនេះសម្រាប់ធ្វើឆាតបាទយើងបើកកម្មវិធី Word យើងមកយើងចូលទៅក្នុង insert ហើយយើងយក chat បន្តមកទៀតយើងអាច select ប្រភេទ chat ដែលយើងចង់បានយើងយក column ហើយយកមួយណាក៏បានដែលយើងឆ្លាញ់ស្រួលមើលខ្លួនឯងហើយអូខេពេលដែលយើងអូខេមកវាមានផ្ទាំង Excel នេះឲ្យយើងមួយសម្រាប់បញ្ចូលទិន្នន័យទៅតាមអ្វីដែលយើងចង់បានបាទទិន្នន័យដែលយើងចង់បញ្ចូលបែបណាក៏បានដែរតែឥឡូវខ្ញុំបញ្ចូលទៅតាមសភៅតែម្ដងយើងវាយតាមមេរៀនយើងលំហាត់បានណាបាទអញ្ចឹងយើងមានលក់ម៉ូតូចំនួន3ប្រភេទបាទមានម៉ូតូ Dream មាន PCX ហើយនឹង Zoomer X បាទបើយើងមានតែ3ម៉ូតូយើងម៉ៅស្ដាមលើលេខ5យើងយកពាក្យ delete បាទអញ្ចឹងយើងមានតែ3ម៉ូតូម៉ូតូ Dream ម៉ូតូ PCX ហើយនឹង Zoomer X បាទបើយើងមាន4ម៉ូតូយើងវាយបញ្ចូលនៅទីនេះមួយទៀតតែយើងមានតែ3យើងវាយតែ3នេះឆ្នាំបាទយើងលក់នៅឆ្នាំណាបាទយើងធ្វើរបាយការណ៍4ឆ្នាំ2020 2021 2022យើងចង់ដាក់4ឆ្នាំយើងថែមlạiមួយទៀតមក2024បាទអញ្ចឹងយើងមាន4ហើយហើយយើងវាយបញ្ចូលទៅ2020យើងលក់បាន1គ្រឿងឧទាហរណ៍1000គ្រឿងសម្រាប់ Trim 900គ្រឿងសម្រាប់ PCX Zoomer យើងលក់បាន800គ្រឿងអញ្ចឹង2020វាលោតចេញមកហើយ2021បាទ1800 1000វាយតាមលេខជាក់ស្ដែងរបស់យើងណាបាទ2022 2800បាទ2000បាទហើយ2024យើងវាយចុងក្រោយគេមកបាទអញ្ចឹងតសហ្នឹងវាលោតទៅតាមលេខដែលយើងវាយបាទអញ្ចឹងយើងវាយហើយយើងខ្វែងវាចោលហើយឆាតហ្នឹងទាញតាណាបានយើងត្រូវយក wrap text ហើយ in front of text កន្លែង layout option ហ្នឹងយើងយក in front of text ដូចរូបភាពនៅស្មានអានដែរហើយយើងអាចឆ្លាក់បានហើយចុះបើសិនជាយើងចង់កែឬក៏សារ៉េស្រង់ឲ្យពេលទៀតយើងធ្វើមិនតែអស់នេះត្រូវមើល tab 2 tab ទី1 format tab ទី2 chat design បើយើងអត់បានឈរនៅលើ chat ហ្នឹងទេអត់មានទេអញ្ចឹងឈរលើ chat ហ្នឹងមកចេញ tab 2នឹងឲ្យមកហើយបាទ chat design ហើយនឹង format ស្អីគេយើងចាប់ផ្ដើមពី format មុនឧទាហរណ៍ពណ៌2024នេះខ្ញុំអត់ឆ្លាញ់ខ្ញុំចង់ដូរដាក់ពណ៌ផ្សេងបាទអញ្ចឹងយើងអាចដូរពណ៌ទៅតាមចំណង់ចំណូលចិត្តរបស់យើងបានបាទនឹងនៅក្នុងបាទឆាតនៅក្នុង format បាទអូខេបន្តមកទៀតគឺ chat design មានច្រើននៅនេះមកជួរនឹងមើលម្ដងមួយជាមួយគ្នា change type នេះគឺសម្រាប់យើងដូរទៅអីខ្ញុំចង់ដូរដាក់បាវិញបាទខ្ញុំចង់ដូរដាក់បែបណាបែបណីវិញណាអញ្ចឹងយើងអាចមើលទៅឆ្លាញ់មួយណាយើងយកមួយហ្នឹងមកហើយ edit data បើយើងវាយតន័យខុសយើងចូលទៅ edit នៅក្នុង edit data នេះបានយើងចុចលើហ្នឹងមកហើយយើងអាចកែតន័យបានយើងអាចថា1000នេះដូចមែនយើងវាយខុស1800អញ្ចឹងទៅវាប្រែប្រួលទៅតាមហ្នឹងហើយឬក៏900អញ្ចឹងទៅបាទហើយយើងកែហើយយើងខ្វែង select data នេះយើងអាចឧទាហរណ៍ខ្ញុំមិនចង់ធ្វើទាំង4ឆ្នាំទេធ្វើតែ3ឆ្នាំ select តែ3ឆ្នាំមកហើយកន្លែងនេះយើងចុច OK អញ្ចឹងវាចេញតែ3ឯងបើចង់ធ្វើ4បាទចូលទៅ select data ម្ដងទៀតបាទអញ្ចឹង select វាទាំង4មកបាទហើយ OK មកហើយយើងខ្វែងបត់ទៅវាចេញ4ឆ្នាំមកវិញបាទទីតាំងនេះគឺសម្រាប់ដូរ mode ដែលមានស្រាប់ឆ្លាញ់ mode ណាយក mode មួយហ្នឹងហើយយើងអត់ឆ្លាញ់ទេយើងកុំចុចលើវាទៅបាទឬក៏បើយើងច្រឡំចុចហើយចង់ត្រឡប់ក្រោយវិញយើងប្រើ undo មកវិញមក change color នេះគឺដូរពណ៌ស្រាប់ quick layout នេះវាដូចគ្នាជាមួយកន្លែងនេះដែរយើងអាចដូរ style តាមយើងចង់បានតែអ្វីដែល chart សំខាន់នោះគឺមាន3ណាខ្ញុំចង់ឲ្យអ្នកនរមើលទៅលើ chart element ណាហើយមើលទៅលើ3ចំណុចដែលសំខាន់ទី1គឺ chart title ទីនេះបាទទី2គឺ data label ហើយទី3គឺ legend តោះយើងមើលជាមួយគ្នាតើអា3នេះស្អីគេ chart title នេះបើយើងអត់ដាក់គេអត់ដឹងថា chart នឹងនិយាយពីអីអញ្ចឹងកន្លែងនេះយើងត្រូវយក chart title ហើយយើងយក abo នេះមក
វាយជាវាយឲ្យគេដឹងទៅណាថាហ្នឹងជាស្អីគេបាទយើងកែកន្លែងហ្នឹងមកណាកែជាភាសាខ្មែរមកថាហ្នឹងស្អីគេបាទរបាយការណ៍លក់ម៉ូតូដែរបាទអញ្ចឹងយើងដូរ font ដូរអីមកហើយទី2អ្វីដែលសំខាន់ទី2នោះគឺ label បើយើងអត់ដាក់ label ទេយើងអត់ដឹងថាម៉ូតូនោះលោកបានគ្រឿងអញ្ចឹងយើងទៅដាក់នៅក្នុង data label ហ្នឹងមកហើយយកមាន center មាន end មាន inside មាន outside មួយណាដែលយើងគិតថាស្រួលមើលយកមួយណាហើយ legend ចំណុចចុងក្រោយគេគឺសំខាន់យើងអាចដាក់នៅខាងស្ដាំក៏បានដាក់នៅខាងលើក៏បានដាក់នៅខាងឆ្វេងក៏បានខាងក្រោមក៏បានអញ្ចឹងស្រឡាញ់មួយណាដាក់មួយហ្នឹងអញ្ចឹងខ្ញុំគិតថាដាក់នៅខាងស្ដាំនេះទៅហើយបាទចង់ស្រេស្រង់ព្រិចទំហំអីធំទៀតយើងអាចស្រេវាបានហ្នឹងហើយអញ្ចឹងចប់ឆាតទី1យើងទៅមើលឆាតទី2របស់យើងដែលយើងធ្វើក្រាក់ផ្លិតដែលតិចដែលក្រាក់ផ្លិតនិយាយអំពីសាសនានៅក្នុងពិភពលោក religious population បាទអញ្ចឹងយើងដូចគ្នាអត់ខុសគ្នាទេយើងយក insert យកឆាតហើយយើងយកឆាត file នេះមកយើង select mode ណាដែលយើងចង់បានដល់ខ្ញុំយកមួយនេះខ្ញុំអូខេមកអញ្ចឹងវាយតន័យនៅក្នុងប្រអប់ដូចគ្នាបាទអញ្ចឹងមានសាសនាគេខ្លះ Christian បាទវាយមក Christian មានប៉ុន្មានភាគរយនៅលើពិភពលោកយើងមាន33%ហើយ Muslim មាន20 Hindu 13% Buddhism ពុទ្ធសាសនា Buddhist 6% non religion 14% ហើយចុងក្រោយ other មានសាសនាផ្សេងៗទៀតតូច 13% បាទយើងធ្វើហើយយើងខ្វែងវាចោលទៅហើយឆាតហ្នឹងគឺនៅបាំងនៅខាងក្រោមណាយើងយក infrared text មកអញ្ចឹងវាចេញមកហើយបាទទាញវាមកដាក់ក្រោមកែលេខលើនេះកែពណ៌កន្លែង format design ដូចគ្នាអ្វីដែលសំខាន់មិនមាន data label យើងដាក់ label មកដាក់ណាស្អាតselect ដាក់ខ្លួនឯងណាហើយ legend ចង់ដាក់នៅខាងស្ដាំខាងលើឬក៏ខាងក្រោមវិញយើងសេរីស្រង់តាមហ្នឹងទៅខ្ញុំដាក់នៅខាងក្រោមស្រួលមើលបាទហ្នឹងចប់ចង់ដូរ mode ដូរអីយើងឆេញដូចមុនណាដូចមុនអត់ខុសគ្នាទេចង់ចាប់ទាញឬក៏ mode ស្រាប់អីសេរីលើនេះបានមកឆ្លាញ់ខ្លួនឯងបាទនេះតើតទៅនឹងរបៀបធ្វើក្រាកផ្លិតនៅក្នុង Word យើងមកលំហាត់ចុងក្រោយគឺធ្វើ line chat ក្រាកខ្សែមួយខ្សែក៏បានពីរខ្សែក៏បានឥឡូវយើងធ្វើតែមួយខ្សែទេហើយវាដូចតែគ្នាទេណាខ្ញុំបញ្ចូលតែមួយអញ្ចឹងយើងអាចបង្កើតกระดาษថ្មីមកឬក៏ធ្វើតក៏បានអញ្ចឹងយើងយកឆាតហើយក្រាបខ្សែគឺយក line បាទ line វាមាន line ច្រើនអានេះអត់ខ្វែងទេបាទហើយអានេះគឺខ្វែងគ្នាអញ្ចឹងយើងយកខ្វែងឬអត់ខ្វែងឬក៏វាមានកលៈចេះស្រួលមើលបាទអញ្ចឹងយើងយកអាហ្នឹងមកណាមានកលៈស្រួលមើលអញ្ចឹងខ្ញុំយកខ្វែងអូខេយើងចុចអូខេមកវាមាន3ខ្សែអញ្ចឹងបើយើងចង់ធ្វើមួយខ្សែយើងត្រូវលុបមួយខ្សែចេញពីរខ្សែចេញបាទលុបសេរីស្រីនេះចោលមួយទៅបាត់មួយខ្សែលុបបើយើងចង់ធ្វើពីរខ្សែយើងវាយតន័យពីរខ្សែបើយើងចង់ធ្វើតែមួយខ្សែទេអូខេលុបអត់ឲ្យទុកតែសេរីវ័នបាទហើយយើងបញ្ចូលទៅតាមហ្នឹងមកបាទឧទាហរណ៍ថាការបង់ទឹកភ្លើងនៅក្នុងខែមករា January ខែ2ខែ3ខែ4ខែ5បាទខែ6ហើយយើងវាយលេខមកបាទខែ1អស់ប្រហែល$20ខែ2អស់$10ខែ3អស់$22
$50 chụp liền cái là ngày chỗ năm mà hàng gram 30 20 vậy đó những ưu đó hay chứng load những vì load là làm là ngày hay bây giờ bằng pi cho nên những thiệp pi sái những vay mà cho nên thì mà ưu đó là này phải cột anh ấy cho nên còn phải mối những vay mà đi $30 phải là xài sập hà sập xài sập đọc là dương chẳng phơi đài mặc sái những lúc chào mặc xài đài bài nó ngày chắc là miền Bắc nắng dương khoai má khoai hái dương đạn đôi kia đạn đặt đà là bè màu đôi kia đạn đi chèn màu đôi kia hai chẳng đầu bò vía nhưng sẽ là tới thì đầu bò này khả năng phòng màn để outline mà dương mà đôi đồ sẹt đấy này ok chắc là đặc biệt này ca để dương vừa chat miền Bắc nắng ấy dương chụp nít nơi lồng hàn cài